ថ្ងៃនេះមានព័ត៌មានថ្មីៗទាក់ទងទៅនឹងការច្រាវជ្រាវឃើញវិធានការរួមគ្នារបស់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសនៅលើករណីលាងលុយកខ្វក់និងការឆបោកទ្រង់ទ្រាយធំតាមប្រព័ន្ធអនឡាញដែលមានមូលដ្ឋានធំបំផុតនៅក្នុងប្រទេសកម្ពុជាគោលដៅសំខាន់បណ្ដាញឧក្រិដ្ឋកម្មឆ្លងដែននៃឧក្រិដ្ឋជនមួយដែលកើតឡើងហើយដំណើរការនៅក្នុងមជ្ឈមណ្ឌលឆបោកតាមលក្ខណៈអ៊ីនធឺណិតដ៏ធំមួយនៅប្រទេសកម្ពុជានិងភូមាប្រទេសផ្សេងទៀតនៅអាស៊ីក៏មានដែរប៉ុន្តែការចោទប្រកាន់និងទណ្ឌកម្មទាំងអស់នេះគឺបានធ្លាក់មកលើប្រទេសកម្ពុជាគឺជាទម្ងន់ដ៏ធ្ងន់បំផុតក្រសួងយុតិធម៌របស់សហរដ្ឋអាមេរិកបានចោទប្រកាន់លោក Jency ប្រធានក្រុមហ៊ុន Print Group ពីបទឃុបឃិតឆបោកតាមប្រព័ន្ធអ៊ីនធឺណិតលាងលុយកខ្វក់អាជ្ញាធរអាមេរិកនិងអង់គ្លេសបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន Print Group នៅក្រុមហ៊ុនផ្សេងទៀតផងដែរដែលពាក់ព័ន្ធដូចជា Jinbai Group, Golden Fortune Resort, World Budget Exchange ដោយចាត់ទុកថាជាអង្គការអក្រិតកម្មឆ្លងដែនការរឹបអូសទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិកបានរឹបអូសយកកាក់ Bitcoin ប្រមាណ $15,000 លានដែលជាប្រាក់ចំណូលបានពីការឆបោកលុយ Bitcoin ហ្នឹងគឺឥឡូវហ្នឹងថ្លៃណាស់បងប្អូនលុយ Bitcoin កាលដែលខ្ញុំធ្លាប់ដឹង6ខែមុនកាលខែ2ខែ3ឆ្នាំ2024គឺមកក្របវា7,000ទៅ8,000ក្នុងមួយ bit ក៏ប៉ុន្តែឥឡូវវាឡើងថ្លៃហើយវាមក bit អាចឡើងដល់$10,000ព្រោះអាហ្នឹងវាឡើងចុះដោយសពុះពវូអញ្ចឹង Bitcoin ហ្នឹងគឺថ្លៃថ្លៃជាងគេបន្ទាប់មក Ethereum ហើយអ្នកដែលលេងកាក់អេឡិចត្រូនិកហ្នឹងគឺគាត់យល់គាត់ដឹងមានអ្នកខ្លះនៅស្រុកខ្មែរយើងគាត់រស់ស៊ីខាងហ្នឹងគាត់បើក trade បើកកាក់បើកក្រុមហ៊ុនខាងប្រព័ន្ធកាក់ហ្នឹងគឺអ្នកខ្លះរកបានអ្នកខ្លះរត់បាននេះណាជាពិសេសគឺអាការឆបោកខ្លាំងគេគឺ one coin ហ្នឹងតែម្ដងហើយ one coin មានខ្មែរយើងជាច្រើនដែលចាញ់បោកនៅកូរ៉េទាំងខ្ញុំទាំងគេហើយឥឡូវអាអ្នកដែលឈ្មួញកដាលដែលរស់ស៊ីខាងនេះហ្នឹងនៅស្រុកខ្មែរគឺពួកវានៅខ្មែរឥឡូវនេះចូលមកដល់រឿងយើងវិញម្ដង$15,000 លានសហរដ្ឋអាមេរិកអញ្ចឹងមិនតិចទេ$15,000 លានគឺការឆបោកតាមប្រព័ន្ធអនឡាញចក្រភពអង់គ្លេសបានបង្កក់ទ្រព្យសម្បត្តិមួយចំនួននៅទីក្រុងឡុងដែលជាកម្មសិទ្ធិរបស់មេខ្លោងឆបោកលោក Jency នឹងតែម្ដងហើយលក្ខណៈអក្រិតកម្មឆបោកនេះភាគច្រើនជាប្រភេទ Bitrum scam ការឆបោកបោកប្រាស់តាមរយៈការបង្កើតទំនាក់ទំនងស្នេហាឬវិនិយោគคล้ายៗដែលចូលលួចលុយរាប់ពាន់លាន$ពីជនរងគ្រោះជុំវិញពិភពលោកបណ្ដាញទាំងអស់នេះហើយដែលបានប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំដោយបានបោកប្រាស់បោកបញ្ឆោតចាប់ជាពលរដ្ឋប្រទេសជាច្រើនអ្នកនៅលើពិភពលោកធ្វើការនៅក្នុងបរិវេណស្មុគស្មាញក្រោមការគំរាមកំហែងនិងការធ្វើទរណកម្មមានវិធានការផ្សេងទៀតក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានចេញវិធានការចុងក្រោយដើម្បីផ្ដាច់ក្រុមហ៊ុន Hun Group ដែលត្រូវបានចោទប្រកាន់ថាជាអ្នកលាងលុយកខ្វក់ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាហើយចេញពីប្រព័ន្ធហិរញ្ញវត្ថុសហរដ្ឋអាមេរិកផងដែរលោក Jency មានតួនាទីនិងឋានៈជាច្រើននៅក្នុងប្រទេសកម្ពុជានៅក្នុងវិស័យឯកជនហើយមានបរិបទងារក្នុងជួររដ្ឋាភិបាលតួនាទីផ្លូវការនិងអាជីវកម្មសំខាន់របស់លោក Jency ដែលជាប្រធានក្រុមប្រឹក្សាអភិបាលក្រុមហ៊ុន Print Holding Group សម្ព័ន្ធក្រុមហ៊ុន Print Group នេះគឺជាតួនាទីសំខាន់បំផុតរបស់លោកនៅក្នុងវិស័យឯកជន Print Group គឺជាក្រុមហ៊ុនពហុវិស័យដ៏ធំមួយនៅប្រទេសកម្ពុជាដែលផ្ដោតទៅលើការអភិវឌ្ឍអចលនទ្រព្យហើយនិងសេវាកម្មធនាគារហិរញ្ញវត្ថុ Banking and Financial Service ថែមទាំងមានសេវាកម្មអ្នកប្រើប្រាស់Customer Service លោកគឺជាអ្នកមានឋានៈអុកញ៉ាគឺឋានៈលោកគឺជាអុកញ៉ាជាបរមងារកិត្តិយសមួយនៅក្នុងប្រទេសកម្ពុជា
ហើយដែលជាអ្នកផ្ដល់ជូនបានបរិច្ចាគប្រាក់ជាច្រើនទៅដល់រដ្ឋនៅក្នុងប្រទេសកម្ពុជាលោកគឺជាទីប្រឹក្សារបស់សម្ដេចហ៊ុនសែនប្រធានរដ្ឋសភាបច្ចុប្បន្នព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យតែងតាំងលោកជាទីប្រឹក្សារបស់សម្ដេចហ៊ុនសែនដោយពុំទទួលបានប្រាក់ឬក៏អំណាចលុយមុខងារឯណាមួយនោះទេហើយទីប្រឹក្សាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនផងក៏ជាទីប្រឹក្សារបស់លោកហ៊ុនម៉ាណែតផងហើយលោកក៏ធ្លាប់ពីមុនមកក៏ជាទីប្រឹក្សារបស់លោកហេងសខេងលោកក៏មានតួនាទីជាច្រើននៅក្នុងជួរមន្ត្រីរដ្ឋាភិបាលផងដែរសកម្មភាពសប្បុរសធម៌លោកតាមរយៈមូលនិធិ Prin Foundation ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការងារសប្បុរសធម៌ការអប់រំដូចជាអាហារូបករណ៍ Gen Z ទៅសិក្សានៅក្រៅប្រទេសនិងក្នុងសង្គមប្រទេសកម្ពុជាហើយបានចូលជាលុយជាថវិកាជាច្រើននៅក្នុងក្រមកសិបាតខំទោះបីជាយ៉ាងណាថ្មីនេះតួនាទីរបស់លោកត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចោទប្រកាន់ជាអន្តរជាតិអាជ្ញាធរសហរដ្ឋអាមេរិកបានចោទប្រកាន់លោក Gen Z ជាមេខ្លោងនៅពីខាងក្រោយបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនដែលដំណើរការក្នុងមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិត scam ដោយប្រើប្រាស់កម្លាំងពលកម្មបង្ខំលោក Gen Z ឥឡូវយើងសូមផ្អាកនិយាយពីលោក Gen Z ដែលជាទីប្រឹក្សារបស់សម្ដេចហ៊ុនសែនគឺវាជារឿងអាស្រូវរបស់ប្រទេសកម្ពុជាមួយដែរដែលទទួលយកតែមនុស្សខលខូចហើយនឹងជនឧក្រិដ្ឋកម្មឧក្រិដ្ឋជនដែលនៅក្នុងប្រទេសរបស់ខ្លួនឯងហ្នឹងត្រូវគេតាមចាប់នៅប្រទេសចិនក៏បានតាមចាប់លោក Gen Z ដែរហើយលោក Gen Z ហ្នឹងគឺអាយុមិនទាន់40ទេប៉ុន្តែមានមុខងារតួនាទីហើយនឹងមានលុយច្រើនសន្ធឹកសន្ធាប់នៅលើពិភពលោកនឹងតែម្ដងឥឡូវយើងនិយាយអំពីគំនាបនៃការរងសម្ពាធខ្លាំងពីបណ្ដាប្រទេសនៅលើពិភពលោកមកលើប្រទេសកម្ពុជាដោយមូលហេតុគឺលោកជាអ្នកចិញ្ចឹមពួកអក្រិតកម្មហើយលោកក៏ជាអ្នកតួឯកក្នុងរឿងបងទូចបងធំការកាប់សម្លាប់ការប្រព្រឹត្តបទល្មើសផ្សេងពាក់ព័ន្ធទៅនឹងការខុសច្បាប់ជាតិនិងអន្តរជាតិហើយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនផងដែរក៏ជាមេបងធំមេអក្រិតកម្មក្នុងរឿងពាក់ព័ន្ធជាមួយលោក Gen Z នឹងដែរនៅក្នុងប្រទេសកម្ពុជាដោយសារលោកគឺជាអ្នកបណ្ដុះបណ្ដាលអ្នកចិញ្ចឹមអ្នកផ្ដល់ជំរកដល់ពួកអក្រិតកម្មនិងពួកអក្រិតជនឆ្លងដែនទាំងអស់នោះហើយថ្មីនេះដែរគឺមាននិស្សិតជនជាតិកូរ៉េម្នាក់ដែលបានស្លាប់បាត់បង់ជីវិតហើយលោកប្រធានាធិបតីយុនយុកស្អល់ហ្នឹងគាត់ក៏បានរៀបចំបណ្ដាញនឹងប៉ូលីសទាហានមន្ត្រីមួយចំនួនដើម្បីទៅស៊ើបនិងបោះសម្អាតពួកអក្រិតកម្មឆ្លងដែននៅក្នុងប្រទេសកម្ពុជាដែលពាក់ព័ន្ធទៅនឹងប្រជាជនជាតិកូរ៉េហើយថ្មីនេះដែរក៏បានចាប់ជនជាតិកូរ៉េចំនួន68នាក់ដែលជាជនខិលខូចដែលរស់នៅក្នុងប្រទេសកម្ពុជាហើយក៏រៀបចំនៅអត្តសញ្ញាណប័ណ្ណដើម្បីធ្វើលិខិតឆ្លងដែនឲ្យមកប្រទេសកំណើតរបស់ខ្លួនវិញក៏ប៉ុន្តែពួកគេទាំងអស់នោះបានឆ្លើយបដិសេធមិនចង់មកប្រទេសកំណើតរបស់ខ្លួនទេដោយគេដឹងខ្លួនថាមកដល់ប្រទេសខ្មែរមកដល់ប្រទេសកូរ៉េគឺពិបាកក្នុងការរកការងារធ្វើជាពិសេសហ្នឹងគឺបាត់បង់នៅតួនាទីមុខងារទាំងអស់ហើយនឹងក្តីសុខរបស់ពួកគេដោយសារតែនៅប្រទេសកម្ពុជាវាងាយស្រួលក្នុងការរស់នៅហើយនៅប្រទេសកូរ៉េគឺវាមានច្បាប់តឹងតែបំផុតដែលធ្វើឲ្យពួកគេនឹងមិនចង់មកប្រទេសខ្លួនវិញបងប្អូនដឹងហើយនៅប្រទេសកូរ៉េប្រសិនបើជនល្មើសឬក៏ជនដែលប្រព្រឹត្តនៅបទអក្រិតកម្មអីផ្សេងនៅក្នុងប្រទេសកូរ៉េជាជនជាតិកូរ៉េគឺបើជាប់គុកចេញមកវិញហើយគឺมันអាចរកការងារបានធ្វើទេដោយប្រជាជនកូរ៉េមានការឆ្អប់ខ្ពើមមិនចូលចិត្តអានេះគឺជាប្រពៃណីទំនៀមទម្លាប់របស់ជនជាតិកូរ៉េនឹងតែម្ដងហើយពាក់ព័ន្ធទៅនឹងរឿងបោះសម្អាតដែលជាលោកប្រធានាធិបតីយុនយុកខ្យល់គាត់បានដាក់ឲ្យមន្ត្រីរបស់គាត់ទៅបោះសម្អាតហ្នឹងមុននឹងប្រហែលថ្ងៃលោកក៏បានកោះហៅមន្ត្រីទូតរបស់ប្រទេសកម្ពុជាទៅសួរនាំពាក់ព័ន្ធទៅនឹងការស្លាប់បាត់បង់ជីវិត
នៅមិននិស្សិតជនជាតិកូរ៉េនឹងផងដែរការហៅទៅនេះមិនមែនហៅទៅនិយាយសំណេះសំណាលផឹកទឹកតែអីសមរម្យទេគឺប្រហែលជាហៅទៅស្ដីទៅថាឲ្យថាមូលហេតុអ្វីពាក់ព័ន្ធនឹងរឿងអីបានជាប្រទេសកម្ពុជាវាអាក្រក់ដល់ថ្នាក់នេះយើងដឹងហើយថាប្រទេសណាក៏ដូចប្រទេសណាដែរគឺពាក់ព័ន្ធទៅនឹងរឿងអាស្រូវរឿងជួញដូរហ្នឹងគឺមានសឹងតែគ្រប់ប្រទេសទាំងអស់ក៏ប៉ុន្តែវាចម្លែកតែប្រទេសកម្ពុជាយើងទេគឺវារងសម្ពាធធ្ងន់បំផុតពីបណ្ដាអន្តរជាតិនិងក្នុងប្រទេសផងដែរហើយវាពាក់ព័ន្ធសំខាន់ទៅទៀតនោះគឺប្រទេសកូរ៉េក៏ជាប្រទេសដែលធ្លាប់ប្រព្រឹត្តបទល្មើសខ្លាំងបំផុតនៅលើពិភពលោកដែរហើយជនល្មើសដែលបានបង្កឡើងជាពិសេសនោះគឺទៅលើប្រទេសហ្វីលីពីននិងប្រទេសផ្សេងៗផងដែរកាលពីឆ្នាំ2022ដល់2023ហ្នឹងគឺមាន15ករណីទៅ20ករណីហើយមានមនុស្សស្លាប់ដល់ទៅ3នាក់ឯណោះហើយឆ្នាំ2024ហ្នឹងគឺមាន220ករណីហើយជនល្មើសជាជនជាតិកូរ៉េទៀតហើយមាន46នាក់ក៏បានស្លាប់បាត់បង់ជីវិតនៅក្នុងករណីហ្នឹងដែរនៅឆ្នាំ2025នេះខែសីហាវាមាន